សូមជម្រាបសួរជនរួមជាតិទាំងអស់ពីទីក្រុងកូឡាឡាំពួរម៉ាឡេស៊ីយើងខ្ញុំគណៈប្រតិភូរដ្ឋសភានៃប្រជាជាតិកម្ពុជាដឹកនាំដោយសម្ដេចមហាធិការធិបតីខុនសូដារីជាមួយនឹងអាយដាមលោកជំទាវជាសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាដែលមកចូលរួមនៅទីនេះនិងក្រុមការងារអគ្គលេខាធិការតានិងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់រដ្ឋសភាមកចូលរួមកិច្ចប្រជុំលើមហាសន្និបាតលើកទី46នៃអន្តរសភា IPA អន្តរសភា IPA នេះកើតឡើងដោយសភាទាំង10ប្រទេសនៃបណ្ដាប្រជាជាតិនៃអាស៊ីប៉ែកអាគ្នេយ៍បានមកចូលរួមគ្នាពិភាក្សាជារៀងរាល់ឆ្នាំដែលហៅថាមហាសន្និបាតក្នុងមហាសន្និបាតនេះយើងមានការប្រជុំមួយសំខាន់នោះគឺកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃ IPA ដែលមានដឹកនាំដោយអគ្គលេខាធិការនិងប្រធានអាស៊ានប្រចាំឆ្នាំចំណុចនេះអាយដាមប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ីបានធ្វើការដឹកនាំសម្របសម្រួលនៃប្រទេសទាំង10បូកនឹងភ្ញៀវពិសេសមួយរបស់យើងគឺប្រទេសទីមួខាងកើតក៏បានចូលរួមនៅក្នុងកិច្ចការនេះអ្វីដែលជាកិច្ចពិសេសនៅក្នុងនេះគឺក្នុងនាមសម្ដេចអធិការធិបតីខុនសូដារីប្រធានរដ្ឋសភាខ្ញុំសូមពំនាំនៅការសោកស្ដាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី17នេះនៅតំបន់ភូមិព្រែកច័ន្ទនៅអូបៃជាន់ដែលជាតំបន់ពិសេសមួយកើតឡើងនៅក្នុងព្រឹត្តិការណ៍ដែលមិនគួរកើតឡើងនៅក្នុងការអនុវត្តបទឈប់បាញ់ដែលបានឯកភាពគ្នានៅទីក្រុងកូឡាឡាំពួរកន្លងមកហើយនឹងបានប្រជុំជាបន្តបន្ទាប់ដោយគណៈកម្មការព្រំដែនចម្រុះដោយគណៈកម្មការព្រំដែនទូទៅនិងដោយគណៈបញ្ជាការភូមិភាគតាមតំបន់នីមួយៗអ្វីដែលការសោកស្ដាយរបស់យើងនោះគឺយើងមិនចង់ឃើញនៅប្រជាជនព្រះសង្ឃនគរបាលកងទ័ពរងរបួសដោយអយុត្តិធម៌ចំពោះទ្រឹស្ដីមួយនៃការរំលោភបំពានដែលមិនមានការចាត់ប្រកាន់ចំណុចនេះយើងខ្ញុំចង់ជម្រាបជូនជនរួមជាតិថាប្រជាជនកម្ពុជាមិននៅឯកោទេប្រជាជនកម្ពុជាទាំងអស់ត្រូវបានគេមើលឃើញនៅភាពតស៊ូអត់ធ្មត់ដើម្បីអនុវត្តនៅកិច្ចព្រមព្រៀងនៃបទឈប់បាញ់ដែលបានអនុវត្តនិងសម្រេចនៅទីក្រុងកូឡាឡាំពួរដូច្នេះទីក្រុងកូឡាឡាំពួរយើងបានប្រជុំរួម3ដងហើយទី1គឺការប្រជុំនៃបទឈប់បាញ់ដែលសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានមកជាមួយនឹងតំណាងរដ្ឋាភិបាលថៃទី2គឺការប្រជុំនៃពិសេសនៃគណៈកម្មការព្រំដែនរួមហើយលើកទី3នេះគឺការប្រជុំចំពោះប្រធានរដ្ឋសភានៃប្រទេសទាំង10ដែលជាសមាជិកនៃអាស៊ីអាគ្នេយ៍របស់យើងចំណុចនេះខ្ញុំចង់ជម្រាបជូនជនរួមជាតិឲ្យបានជ្រាបថារដ្ឋសភាថ្ងៃនេះប្រធានរដ្ឋសភាទាំងអស់បានស្ដាប់នៅសន្ទរកថានិងបទអន្តរាគមន៍របស់សម្ដេចអធិការធិបតីលើចំណុចសំខាន់ដូចខាងក្រោមចំណុចសំខាន់ទី1គឺអំពាវនាវឲ្យបណ្ដាប្រទេសនៃសមាជិកអាស៊ីអាគ្នេយ៍រួមគ្នានៅក្នុងការការពារមជ្ឈភាពអាស៊ានសន្តិភាពនិងវិបុលភាពការអំពាវនាវទី2គឺសន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនិងការសម្រេចនៅក្តីសុបិនរបស់អាស៊ានឆ្នាំ2045ចំណុចនេះហើយដែលយើងត្រូវការឲ្យមិត្តភ័ក្តិនៃប្រទេសដែលនៅជិតខាងត្រូវបង្កើននូវភាពទុកចិត្តគ្នាកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់មិនរំលោភបំពានគ្នាដោយប្រើកម្លាំងប្រើអាវុធដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពនិងការរស់នៅប្រក្រតីរបស់ប្រជាជនបេសកកម្មរបស់យើងខ្ញុំជាសមាជិករដ្ឋសភាថ្ងៃនេះគឺជូនដំណឹងពិតទៅដល់សមាជិករដ្ឋសភានៃប្រទេសផ្សេងៗក្រៅពីតំបន់អាស៊ានក៏យើងមានមិត្តដែលជាដៃគូមកពីក្រៅតំបន់ផ្សេងៗជាង25ប្រទេសទៀតដែរអញ្ចឹងជនរួមជាតិចង់ជម្រាបជូនថាថ្ងៃនេះបងប្អូនសម្រេចរបស់បងប្អូនមិនត្រូវបានគេមិនលឺទេគឺត្រូវបានប្រទេសទាំងឡាយប្រតិភូទាំងឡាយលឺដោយផ្ទាល់ពីប្រធានរដ្ឋសភានៃប្រជាជាតិកម្ពុជាលឺដោយផ្ទាល់ពីតំណាងរាស្ត្ររបស់យើងដែលបាននិយាយកាន់តែកាន់ពួកគេដោយផ្ទាល់ព្រោះកន្លងមកការលឺពីតាមព័ត៌មាននិងលឺដោយផ្ទាល់រវាងគណៈប្រតិភូគឺមានការខុសគ្នាឆ្ងាយណាស់ឥឡូវនេះគេយល់អំពីតម្រូវការសម្រេចស្រែកឃ្លានសន្តិភាពការគោរពសិទ្ធិមនុស្សរបស់យើងនៅក្នុងតំបន់អាស៊ានហើយជាពិសេសគេក៏មិនចង់ឃើញការរំលោភនៃក្នុងបណ្ដាប្រទេសជិតខាងនៃតំបន់អាស៊ានទេព្រោះធ្វើឲ្យសេចក្តីសុបិនឬក៏ទស្សនវិស័យរបស់អាស៊ាន2045នឹងមិនអាចសម្រេចបានទេបើសិនជាបណ្ដាសមាជិកអាស៊ាននៅបន្តមានចំនួននឹងព្រំដែនដោយប្រើអំពើហិង្សាប្រើអាវុធនិងប្រើកម្លាំងដើម្បីគំរាមកំហែងក្នុងឧត្តមភាពមួយនៅលើប្រទេសមួយទៀតអញ្ចឹងចំណុចនេះបណ្ដាប្រទេសសមាជិកអាស៊ានអាយដាមលោកជំទាវដែលជាសមាជិកសភាផ្សេងៗលោកបានថ្លែងនៅការគ្រប់គ្រងធ្វើមិនឲ្យប្រទេសទាំងពីររក្សាបទឈប់បាញ់ឲ្យបាន
ជាគោលការណ៍ហើយនឹងអនុវត្តដោយជាក់ស្ដែងនៅនឹងតំបន់មិនគួរមានព្រឹត្តិការណ៍កើតឡើងដូចថ្ងៃនេះថាបន្តទៀតទេពួកគេនឹងបន្តយកចិត្តទុកដាក់ទោះបីជាមានការប្រកែកនឹងជំទាស់ពីប្រតិភូថៃក្នុងការចេញនៅសេចក្តីថ្លែងការណ៍រួមក៏ដោយប៉ុន្តែសមាជិកមិនសំខាន់ជាងនោះគឺសមាជិកសភានិងតំណាងប្រទេសនីមួយៗគឺគេយល់ឃើញថាបាត់ល្មើសនឹងការចំនួននៅព្រំដែននៅកម្ពុជាមិនទាន់ត្រជាក់ទេវានៅក្តៅកគុកដែលត្រូវមានការចូលរួមនិងយកចិត្តទុកដាក់ពីគ្រួសារអាស៊ានស្របទៅតាមច្បាប់អង្គការសហប្រជាជាតិស្របទៅតាមធម្មនុញ្ញរបស់អាស៊ានស្របទៅតាមលក្ខខណ្ឌប្រតិបត្តិទាំងឡាយដែលយើងបានឯកភាពគ្នាជាធ្លុងមួយក្នុងការកសាងសហគមន៍អាស៊ានជាគ្រួសារសន្តិភាពជាគ្រួសារប្រកបដោយវិបុលភាពចំណុចនេះខ្ញុំចង់រាយការណ៍ជូនទៅជនរួមជាតិថាភាពអត់ធ្មត់របស់បងប្អូននៅតាមព្រំដែនទាំងប្រជាជនព្រះសង្ឃនគរបាលកងទ័ពទាំងអស់គ្នាគឺត្រូវបានទទួលស្គាល់នៅតម្លៃជាពិសេសហើយមិត្តអន្តរជាតិកំពុងតែចូលរួមពីគ្រប់ទិសទាំងក្នុងគ្រួសារអាស៊ានទាំងគ្រួសារដៃគូរបស់អាស៊ាននិងប្រទេសមហាអំណាចមួយចំនួនដែលបានយើងជួបផ្ទាល់គឺបានថ្លែងនៅការចូលរួមនិងតែងតែចង់ចូលខ្លួនជាអ្នកជួយអន្តរាគមន៍ពិសេសណាមួយដើម្បីពន្លត់នៅភ្លើងនៃសង្គ្រាមព្រំដែននេះមិនឲ្យរីករាលដាលតទៅទៀតទេដូច្នេះខ្ញុំចង់ជម្រាបជូនប្រជាជននិងជនរួមជាតិទាំងអស់គ្នាទស្សនិកជនទាំងអស់ឲ្យបានជ្រាបថាពួកយើងមិននៅម្នាក់ឯងទេពួកយើងមានសមាគមរបស់អាស៊ានដែលជាធ្លុងវិញធ្លុងតែមួយដើម្បីការពារនៅការអភិវឌ្ឍមួយរបស់ប្រជាជនដោយយកប្រជាជនជាស្នូលការធានានៅការផ្គត់ផ្គង់ទំនិញជាប្រក្រតីឡើងវិញដើម្បីឲ្យធ្វើម៉េចឲ្យព្រំដែនខ្លាយទៅជាព្រំដែននៃកិច្ចសហប្រតិបត្តិការនិងសន្តិភាពការធានានៅការជីវិតរបស់ជនស៊ីវិលទាំងអស់មិនទទួលការរំលោភនិងមាក់ងាយប្រមាថការធានានៅការបើកព្រំដែនជាធម្មតាការធានាការដកថយនៅកម្លាំងទាំងឡាយដែលធ្វើឲ្យប៉ះពាល់នឹងគម្រាមកំហែងដល់សន្តិសុខរបស់តាមព្រំដែនដែលគណៈកម្មការទាំងពីរបានឯកភាពគ្នាអញ្ចឹងដូច្នេះហើយយើងសូមបួងសួងនៅថ្ងៃបុណ្យចូលភ្ជុំបិណ្ឌខាងមុខនេះគឺធ្វើម៉េចឲ្យប្រទេសទាំងពីរកងកម្លាំងប្រទេសទាំងពីរធ្វើម៉េចបន្តភាពអត់ធ្មត់និងយល់គ្នាខ្ពស់ដើម្បីធានានៅវិបុលភាពរបស់អាស៊ានដ៏ពិតប្រាកដការគោរពគ្នានិងការរស់នៅរវាងនិងភាពថ្លៃថ្នូររបស់ប្រជាជននៃប្រទេសប្រជាណាចក្រកម្ពុជាប្រជាណាចក្រថៃឡង់អញ្ចឹងដូច្នេះហើយពីកូឡាឡាំពួរថ្ងៃនេះខ្ញុំចង់ជម្រាបជូនប្រជាជនថាយើងបន្តការអត់ធ្មត់នេះគឺមានតម្លៃរបស់យើងហើយត្រូវបានគេរាប់បញ្ចូលជាលក្ខណៈពិសេសរបស់ប្រជាជនកម្ពុជាសូមអរគុណ